សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីបុព្វបត្តិនៃខ្នាតដែលគេប្រើជាលក្ខណៈអន្តរជាតិជាងខ្នាតទាំងអស់គឺជាបុព្វបត្តិគឺគេប្រើពីស្វ័យគុណនឹង24 10សេគុណ24រហូតដល់10សេគុណដក24បាទគឺអានេះធំចុះទៅបើដល់នេះតូចមែនតើបាទអញ្ចឹងយើងត្រូវចំណាំវាបាទពួក10សេគុណនឹងបូកគឺមានយុត្តាសេតាអេសាបេតាតេរ៉ាស៊ីហ្គាមេហ្គាបាទសតដល់ពេលនេះស្តៀងគ្នាដែរតែអូមកមីក្រូណាណូពីកូហ្វង់តូអាត់តូហ្សេតតូយុតតូបាទអានេះគឺ10សេគុណ24យើងអានថាយុត្តាយើងតាំងដោយ y ធំឬក៏ y z ធំយើងអានថា zeta 10សេគុណ21 exa អក្សរធំទាំងអស់នេះ10សេគុណ18 beta នេះ10សេគុណនឹង15យើងសេអក្សរធំដែរបើអក្សរតូចគឺ2កូ10សេគុណដល់12អញ្ចឹងយើងត្រូវប្រយ័ត្នទៅសេហ្នឹង tera 10សេគុណ12 siga 10សេគុណ9 mega 10សេគុណ6គីឡូនេះចាប់ដើមអក្សរតូចគីឡូ10សេគុណ3ហិកតូ10សេគុណ2ដេកា10សេគុណ1ចាប់ពុកស្វ័យគុណបូកចូលអាស្រ័យគុណដកនេះដេស៊ី10សេគុណ11សង់ទី12យើងទិញឲ្យចាំហ្មងគីឡូមកនេះគឺសំខាន់ណាស់ជាពិសេសដេស៊ីសង់ទីមីលីនេះមីក្រូនេះទិញឲ្យចាំស្ទាត់ដេស៊ី11សង់ទី12មីលី13មីក្រូ16ណាណូ19ពីកូ12ហ្វង់តូ15អាតូ18 Z តូ21យុកតូ24អញ្ចឹងយើងត្រូវចាំវាទាំងអស់ហ្នឹងបាទប៉ុន្តែសំខាន់គឺតាម DC មក